តាម Telegram អត់សូវច្បាស់ទេលោកគ្រូអត់សូវច្បាស់វិញអូចាប់បាត់ទេចាខ្ញុំវាតាម Telegram វាទូចពេកលោកគ្រូដោយសារដាក់ទូរស័ព្ទមើលមកពីអ៊ីនធឺណិតខ្ញុំទេលោកគ្រូអត់ច្បាស់នឹងវាអូតូតាមអ៊ីនធឺណិតលោកគ្រូប្រហែលជាអ៊ីនធឺណិតគ្រូមានអារម្មណ៍ថាវាតាក់ជាងយុគមិញទៀតតែអីទេគ្រូដាក់ឲ្យគ្រប់ style សិលមិញ Meet នេះ Telegram ស្អែក Zoom អត់ទេតែគ្រូដោយសារMeet នឹងចូលបានតែ100នាក់ដល់ពេលយើងឡើង100 203ហើយលោកគ្រូពេលខ្លះគាត់ចូលពី account នេះដែរវាបើសិនមិញអ្នកនៅក្រៅចូលអត់បានប៉ុណ្ណឹងតែ100លោតចេញបាត់ចឹងមានបញ្ហាទៅនឹងតិចចាចាំ Meet ហ្នឹងមិនចូលបានតែត្រឹម100ខ្ញុំដូចអានឹងដោយសារតែយើងប្រើអត់បងលុយបោះ free ណាហើយបោះក្រសួងនេះយើងអាចប្រើបានលើស1ម៉ោងបើ email ធម្មតាបានតែ1ម៉ោងដាច់ទេចឹងមកគ្រូបានសិស្សច្រើនវគ្គនេះបងលុយឲ្យសិស្សច្រើនទៀតនឹងខ្លាំងមែនទែនហ្មងធ្លាប់តែវគ្គអត់បងលុយអត់មានសិស្សរៀនទៀតណាវគ្គខ្លះជប់ខ្ញុំពងទៅហៅអ្នកនៅក្នុង Meet អត់ផងចេញសោះខ្ញុំចាំបន្តិចសល់មក2 4សល់ច្រើនដែរ13នាក់សូមអញ្ជើញលោកគ្រូអ្នកគ្រូដែលនៅក្នុង Meet សូមអញ្ជើញចូលទៅក្នុងនេះវិញចូលក្នុង Telegram វិញនៅអ្នកគ្រូចន្ទធីជានៅសល់12នាក់ទៀតលោកគ្រូអញ្ជើញចូលតាម Telegram វិញអត់ត្រូវហើយលោកគ្រូដែលរកកន្លែង join អត់ឃើញនៅក្នុង Telegram យើងមានលោកគ្រូមើលទៅខាងលើកលេសខាងស្ដាំគេមានពាក្យ join លោកគ្រូចូលនៅក្នុងហ្នឹងទៅបាទនៅលើកុំព្យូទ័រវាមានសញ្ញាដូចសញ្ញា call ចុចទៅបាទនៅតែបញ្ហាចូលអត់បានទេមិនប្រហែលជាបើកចាស់ឥឡូវប្រហែលជាគេឆ្ងល់យើងអត់បានរៀនទេគាត់ថាតោះឥឡូវយើងចាប់ផ្ដើមទៅដោយសារខ្ញុំចាំអ្នកគ្រូអត់ឃើញនៅខាងលើអ្នកគ្រូមាននេះតែគ្រូយន្តទេមានអក្សរជាន់នៅកលិតលើខាងលើគេដាក់វិអត់ទេគ្រប់យើងដដែលណាគ្រប់តម្លាក់ឯកសារហ្នឹងគេខាងលើហ្នឹងមានគេដាក់វិជប់មើលតាមកុំព្យូទ័រអត់ឃើញកន្លែងចរយ៉ាងដែរគ្រូមុំចាមិនមានអ្នកចូលអត់ឃើញទេអ្នកឆ្ងល់ដែរណាឥឡូវយើងខ្ញុំអត់លើសទេចូលបានច្រើននៅ Telegram នេះចូលបាន58នាក់ឯនេះខ្ញុំមើលនៅលើកុំព្យូទ័រអត់ឃើញកន្លែងចរយ៉ាងដែរបើទូរស័ព្ទមានបើតាមទូរស័ព្ទទៅលោកគ្រូព្រោះយើងអនុវត្តលើកុំព្យូទ័រហ្មងតាក៏មកទៅនឹងតែទៅមីតខ្ញុំសុំបិទមីតវិញណាហើយលោកគ្រូអ្នកគ្រូអញ្ជើញទៅចូល Telegram វិញបាទ
បាទជំរាបសួរលោកគ្រូអ្នកគ្រូទទួលខាងខ្ញុំច្បាស់ណាលោកគ្រូអ្នកគ្រូយន្ទីទទួលបានទេអ្នកគ្រូយន្ទីទទួលបានគ្រូទទួលបានអូបាទអូខេបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតបន្តមេរៀនរបស់យើងជាងតកតងម្សិលមិញយើងបានរៀនតកតងអំពីការប្រើប្រាស់ AI ដើម្បីទៅសេព្រមហើយដើម្បីទៅផលិតទៅក្នុង AI តែម្ដងបាទអញ្ចឹងថ្ងៃនេះខ្ញុំរំលឹកតកតងនឹងការធ្វើ HTML នឹងដដែលបាទខ្ញុំទីមួយយើងទៅសេព្រមនៅក្នុងហ្នឹងឲ្យវាបង្កើតជាអ្វីមួយណាលំហអ្វីមួយអញ្ចឹងទៅបាទឥឡូវឧទាហរណ៍ខ្ញុំឲ្យវាបង្កើតកម្មវិធីបង្កើតលោកគ្រូអាចវាយបានលោកគ្រូចង់បង្កើតជាកម្មវិធីអីក៏បានដែរយើងឲ្យវាសរសេររៀបចំបង្កើតកម្មវិធីបូកលេខខ្ញុំឧទាហរណ៍ចឹងណាបូកលេខថ្នាក់ទី2បាទអញ្ចឹងអានេះយើងគ្រាន់តែឧទាហរណ៍ងាយៗទៅហើយលោកគ្រូអាចប្រើជាកម្មវិធីអ្វីក៏បានដែរអញ្ចឹងយើងប្រើពាក្យកម្មវិធីហើយលោកគ្រូកុំភ្លេចប្រើពាក្យមួយទៀតដាក់សរសេរជា HTML បាទយើងចុចបញ្ជូនតាមពិតម្សិលមិញយើងមានតែប៉ាំងទេការងាររបស់យើងគឺការបង្កើតសរសេរមានន័យសរសេរព្រមខ្លីដើម្បីឲ្យបានព្រមមួយដែលមានស្តង់ដារហើយយើងនឹង copy អាព្រមដែលមានស្តង់ដារហ្នឹងយកទៅបង្កើតឲ្យចេញលទ្ធផលបានល្អជាងបាទហើយយើងចូលបានប៉ុន្មានអ្នកលោកគ្រូវងទីទទួលបានទេមានលោកគ្រូអត់តចូលគ្រូបាទអញ្ចឹងយើងនឹងទទួលបាននេះវានឹងវាតម្លាក់ឲ្យកូដ HTML តែម្ដងអញ្ចឹងដោយសារនៅកន្លែងនេះយើងអត់ចង់បានកូដទេយើងចង់បានតែព្រមអញ្ចឹងមានន័យថាកន្លែងនេះខ្ញុំត្រូវកែលម្អវាបន្តិចទៀតអញ្ចឹងជាបទពិសោធន៍របស់លោកគ្រូអ្នកគ្រូដូចគ្នានៅពេលដែលយើងប្រើប្រាស់ម្ដងហើយវាអត់ជោគជ័យអញ្ចឹងយើងព្យាយាមសួរវាបន្តតទៅបានលទ្ធផលដែលយើងចង់បានអញ្ចឹងខ្ញុំលុបពាក្យ HTML ចេញនឹងសរសេរដាក់ flow វិញម្ដងបាទអញ្ចឹងខ្ញុំបញ្ជាក់វាតទៀតទៅចង់បានជា flow បាទចង់បានជា flow សម្រាប់បង្កើតជា app បែប HTML អញ្ចឹងយើងមើលការសរសេរយើងជួនកាលខុសគ្នាតែបន្តិចលទ្ធផលក៏អត់ទទួលបានល្អដែរហើយខ្ញុំសូមបញ្ជាក់កន្លែងនេះយើងកុំអាចយកពាក្យអ្វីណា Canva ក៏យើងអត់តយកដែរលោកគ្រូអ្នកគ្រូគ្រាន់តែវាយធម្មតាអញ្ចឹងទៅដើម្បីគោលដៅយើងចង់បានព្រមមួយដែលមានស្តង់ដារបាទអញ្ចឹងខ្ញុំចាប់ផ្ដើមចុចបញ្ជូនបាទហើយយើងនឹងចាំមើលលទ្ធផលវាថាតើវាចេញបែបណាវិញ
បាទអញ្ចឹងលទ្ធផលគឺវាបានចេញមកបានដូចអ្វីដែលខ្ញុំចង់បានហើយខ្ញុំចាប់ផ្ដើមគូពីនៃលំហអស់នឹងចូលនេះវាមានយ៉ាក្រាបមានអីចឹងទៅហើយកន្លែងនេះយើងចង់គូពីទាំងអស់ហ្នឹងទៅក៏បានដែរឬក៏វិធីសាស្ត្រមួយទៀតយើងមិនចាំបាច់ស្មុគស្មាញមានន័យថាយើងចង់កែវានៅក្នុង Canva តែម្ដងក៏បានដែរលោកគ្រូអាចធ្វើប្រើប្រាស់វិធីសាស្ត្រនេះបានបាទយើងចូលទៅ Canva ផ្ទាល់ហើយចាំយើងផ្ដល់ប្រាប់វាតែម្ដងហើយចាំយើងកែតាមក្រោយក៏បានដែរវារៀងយូរបន្តិចប៉ុន្តែវាអាចដាក់ទៅឃើញភ្លាមអញ្ចឹងថ្ងៃនេះយើងអាចចូលទៅកាន់វិធីសាស្ត្រថ្មីតែម្ដងទៅលោកគ្រូអាចអនុវត្តវិធីសាស្ត្រមួយទៀតគឺយើងចូលបើក Canva ចំពោះកន្លែង Pro នេះលោកគ្រូដែលមាន account ធម្មតាយើងមិនបាច់យក Pro ទេយើងយកត្រឹម Fast ទៅកុំឲ្យវាឆាប់អស់ពេកបាទអញ្ចឹងលោកគ្រូអាចមើលតាមទូរស័ព្ទហើយវាយតាមកុំព្យូទ័រអនុវត្តតាមខ្ញុំកន្លែងនេះយើងសរសេរដូចមិនដែរទេយើងគ្រាន់ដាក់បង្កើតកម្មវិធីបូកលេខខ្ញុំប្រើអញ្ចឹងចុះបូកលេខសម្រាប់សិស្សថ្នាក់ទី2សម្រាប់សិស្សថ្នាក់ទី2លោកគ្រូ tab ថ្មីបាទលោកគ្រូ tab ថ្មីមែនគ្រូចូល tab ថ្មីអ្នកគ្រូខ្ញុំប្រាប់វិធីសាស្ត្រមួយទៀតគឺយើងវាយនៅក្នុងដល់យកមុខងារ Canva ហ្នឹងតែម្ដងបាទហើយដើម្បីឲ្យវាជោគជ័យលឿនជាងអាមុនបន្តិចប៉ុន្តែគ្រាន់តែយើងត្រូវសួរវា2ទៅ3ដងបានវាអាចបានសម្រេចចឹងណាបាទតែកុំភ្លេចបើកមុខងារ Canva ផងលោកគ្រូគ្នាបាទអញ្ចឹងខ្ញុំដើរបង្កើតកម្មវិធីបូកលេខសម្រាប់សិស្សថ្នាក់ទី2ដោយប្រើលេខខ្មែរបាទព្រោះថ្នាក់ទី2យើងអាចប្រើជាលេខខ្មែរឬក៏លេខសកលចឹងទៅបាទអញ្ចឹងយើងអាចប្រើជាលេខ2ខ្ទង់3ខ្ទង់អានេះគ្រាន់តែខ្ញុំតេស្តសាកល្បងទេអញ្ចឹងយើងអាចដោយសារខ្ញុំអត់ដាក់កតុយ HTML អញ្ចឹងវាមាន2ករណីបើសិនជា AI វាឆ្លាតវាអាចនឹងស្គាល់វាបំលែងទៅអូតូតែម្ដងហើយបើសិនជាករណីវាអត់បានបំលែងអូតូទេលោកគ្រូត្រូវប្រាប់វាភាសាទៀតថាត្រូវសរសេរជា HTML អក្សរយើងណាដាក់ HTML បាទអញ្ចឹងអានេះរបស់ខ្ញុំវាចៃដន្យវាចេញបាទវាឲ្យកូដ HTML មកនេះហើយលោតអញ្ចឹងបាទលោកគ្រូខ្ញុំលោតដូចលោកគ្រូដែរបាទអញ្ចឹងមានន័យថាវាកាន់តែស្គាល់យើងច្រើនណាបើពេលខ្លះអត់បានវាយពី HTML វាអត់ចេញឲ្យទេបាទហើយនៅពេលដែលវាចេញកូដអញ្ចឹងលោកគ្រូត្រូវរងចាំវាដើរអស់អញ្ចឹងទៅនេះវាលែងលោតហើយយើងចុចកន្លែង preview នេះទៅឃើញកម្មវិធីហ្នឹងហើយបាទអញ្ចឹងនេះកម្មវិធីរបស់យើងគឺប៉ុណ្ណឹងយើងអាចបូកលេខហើយដូចខ្ញុំឃើញលោកគ្រូល្ងាចមិញគាត់មានគំនិតដាក់ effect ដាក់អីទៀតល្អមែនតើរបស់គាត់អាចដាក់សំឡេងហូរសំឡេងសើចសំឡេងទះដៃទៀតចឹងទៅណាអានេះឬក៏យើងអាចឆ្នៃដាក់សំឡេងអីគេត្រឹមត្រូវសំឡេងសូមព្យាយាមម្ដងទៀតអីចឹងទៅយើងអាចប្រហែលជាបង្កើតបានខ្ញុំគិតថាអញ្ចឹងហើយយើងអាចស្រាវជ្រាវបន្តណាអានេះខ្ញុំសាកតេស្តលេខនេះសាកល្បងហើយវាមាន19បូក41មើលឥឡូវស្មើ50 60បាទខ្ញុំសាកវាយលេងតែវាចេញថាម៉េចបាទអញ្ចឹងយើងទទួលបានដែរប៉ុន្តែគ្រាន់តែវាអត់មានអីគេវាអត់មានជា effect ជាអីទេហើយយើងអាចបន្ថែមបន្ថយបានទៀតឥឡូវឧទាហរណ៍ថាលោកគ្រូបានប៉ុណ្ណឹងនិយាយថាអូកម្មវិធីនេះមានតែលេខបូកទៅអញ្ចឹងបាត់លេខដកតាណាទៅអញ្ចឹងយើងអាចប្រើពាក្យអីគេចង់បានចម្រុះប្រភេទចម្រុះបាទយើងរៀនសរសេរកែវាថែមទៀតទៅចង់បានប្រមាណវិធីចម្រុះហើយលោកគ្រូកុំអាខ្វល់រឿងយកកូដនឹងទៅដាក់នៅអ៊ីនធឺណិតចាំថ្ងៃស្អែកខ្ញុំនឹងបរៀនថាតើកូដនឹងយើងយកដាក់ទៅអ៊ីនធឺណិតហើយទាញដាក់ទូរស័ព្ទបោះឲ្យសិស្សប្រើយ៉ាងម៉េចបាទនៅថ្ងៃស្អែកជាថ្ងៃសំខាន់យើងនឹងរៀនវគ្គហ្នឹង
ហើយតាមពិតទៅមានលោកគ្រូយើងអាចធ្វើបានច្រើនដែលគាត់ស្រាវជ្រាវទៅគាត់យកទៅដាក់នៅក្នុង website មួយគេហៅថា GitHub ហើយនៅក្នុងនោះយើងអាចធ្វើឲ្យវាមាន link សម្រាប់ប្រើប្រាស់បានដូចសភៅ digital ដែលខ្ញុំបានដាក់ជូនហ្នឹងអាហ្នឹងគឺខ្ញុំយកវាទៅយក code HTML ហ្នឹងយកទៅដាក់នៅក្នុង GitHub បាទហើយយើងដាក់មុខងារអីមួយចំនួនទៀតបាទអញ្ចឹងកម្មវិធីគណនារបស់ខ្ញុំវាចាប់ផ្ដើមបន្ថែមលេខបូកដកគុណចែកឲ្យបាទអញ្ចឹងវាមានច្រើនបាទហើយឧបមាលោកគ្រូចង់បាន tab ផ្សេងទៀតក៏បានដែរបាទយើងអាចបញ្ជានៅក្នុងហ្នឹងបាទបញ្ជាឲ្យលទ្ធផលបាទយើងនឹងទទួលបានលទ្ធផលខាងស្ដាំនឹងឯងបាទអញ្ចឹងនៅកន្លែងនេះខ្ញុំលោកគ្រូដែលមានចម្ងល់នេះអាចសួរបានខ្ញុំទុកឱកាសឲ្យ 2-3 នាទីចាគេលោថាយើងតាមអត់តាន់អត់មានបញ្ហាលោកគ្រូណាអញ្ចឹងខ្ញុំសូមបន្តចាស់អត់មានប៉ុន្តែមានលោកគ្រូអ្នកគ្រូខាងណាដែលបានចុចតាមអាចចេញលទ្ធផលទេអាចជួយបញ្ជាក់បានបន្តិចលោកគ្រូដូចគ្នាគ្រូខ្ញុំចេញលទ្ធផលអូបាទអញ្ចឹងអត់អីទេអញ្ចឹងមានន័យថាម្សិលមិញយើងជោគជ័យហើយយើងនៅសល់តែវគ្គមួយគឺយកអាហ្នឹងទៅបោះនៅក្នុងអ៊ីនធឺណិតដើម្បីយើង copy link ផ្ញើទៅឲ្យកូនសិស្សធ្វើបាទយើងអាចកែច្នៃបន្ថែមបន្ថយទៀតបានទេនៅក្នុងហ្នឹងឧបមាថាលោកគ្រូឃើញគេធ្វើស្អាតយើងថតពីទូរស័ព្ទគេជាវីដេអូក៏បានដែរមកលោកគ្រូចូលនៅក្នុង app ឧបមាយើងនៅថ្នាក់បឋមគេមានPLP អញ្ចឹងណាយើងអាចថត screen ជាវីដេអូអញ្ចឹងទៅលោកគ្រូដាក់ចូលកន្លែងបោកហ្នឹងមកនេះអាហ្នឹងក៏ជា technique មួយដែលអាច upload វីដេអូបានបន្តទៀតលោកគ្រូប្រាប់វាដាក់ចូលចម្លង app មួយនេះសម្រាប់ខ្ញុំប្រើប្រាស់អញ្ចឹងវានឹងចម្លងឲ្យបានយ៉ាងល្អប៉ុន្តែវាអត់ដូចទេគ្រាន់តែវាអាចនឹងបង្កើតបានជាច្រើនលំហនៃអ្វីដែលគេធ្វើណាអាហ្នឹងគឺ technique មួយគឺការ upload វីដេអូចូល account របស់ខ្ញុំ upload បានហើយខ្ញុំអត់ដឹងថារបស់លោកគ្រូអាចធ្វើបានអត់ទេហើយប្រហែលជាបានដូចគ្នាទេមើលទៅហើយឧបមាថាខ្ញុំចង់បាន website មួយដែលស្តង់ដារអញ្ចឹងជាទូទៅខ្ញុំទៅរក website របស់អ្នកណាមួយឧទាហរណ៍ថាក្រសួងអប់រំចុះខ្ញុំចូលសាលា digital ជាមួយខ្ញុំតេស្តឲ្យវាច្រឡង website មួយខ្ញុំចូលសាលា digital នេះហើយខ្ញុំ screenshot បាទយើង screenshot របស់គេហ្នឹងលោកគ្រូ screenshot ហើយលោកគ្រូបោះចូល HTML យើងមិញបាទឥឡូវខ្ញុំដល់វគ្គ screenshot ហើយលោកគ្រូបើក tab ថ្មីណាសូមកុំប្រើ tab ចាស់ព្រោះកាលណាប្រើ tab ចាស់ខួរក្បាលរបស់វាច្រឡំមានន័យថារឿងហ្នឹងវាបានរឿងច្រើនពេកវាច្រឡំអញ្ចឹងយើងទៅបើកกระดาษថ្មីបាទយើងចូលអា tray 3ទៅហើយយើង new chat នៅកន្លែងនេះយើងត្រូវតែបង្កើត Canva ដដែលហើយយើងបោះរូបដែលខ្ញុំបាន screenshot មិញបាទអញ្ចឹងនៅរូបនេះគឺជារូបដែលខ្ញុំបានយកពីគេហទំព័ររបស់ក្រសួងអប់រំហើយខ្ញុំអាចសរសេរប្រាប់វាទៅខ្ញុំដាក់ចម្លងឬក៏រចនាអញ្ចឹងទៅរចនាជា website បាទរចនាជា website ទម្រង់នេះប៉ុន្តែយើងសរសេរនៅក្នុងហ្នឹងវាអត់សូវខ្លាំងទេតែយើងប្រើនៅក្នុង AI Studio មួយទៀតបាទបានល្អជាងហ្នឹងបាទគឺខ្ញុំឲ្យវាចម្លងមុខងារប៉ុណ្ណឹងជាមើលថាវាអាចធ្វើបានកម្រិតណាហើយតើតើកម្មវិធីដែលខ្ញុំថា app លោកគ្រូអាចច្រឡង app ដែលគេមានក៏បានដែរដូចជាបបលកងបបលឲ្យចាប់ឆ្នោតណាលោកគ្រូឃើញអ្វីដែលគេ design ស្អាតលោកគ្រូ copy គេមកហើយវិធីសាស្ត្រធ្វើឲ្យស្អាតមួយទៀតលោកគ្រូអាចបង្កើតដោយខ្លួនឯងប៉ុន្តែលោកគ្រូចូលកន្លែង tool ហ្នឹងគឺសូមយកអាមុខងារបង្កើតរូបភាព
chứ một nghe bậc cao rụt phiệp đấy dương là xe ai việc bậc cao ai tới viên đừng bàn rụt phiệp mùi vậy chứ là cô vô rụt phiệp nâng giờ một đạn nơi khăn một nghe Canva nâng tới viên đừng bàn chỉ cột áo hay bàn chỉ cầm thì chết lại thành một đó bà anh ấy cứ chia thì sao để nhom pra cả lòng mót đầm bay ai viên lươn nó cầm ai bạ bây giờ bị tràn thế chân dừng copy rồi cứ cho lọt bỏ cái ai dừng cái này bà chứ là kêu khơi như này để bị chơi nhờ chỉ trang website ai mối bà hay bị ắt đôi thế bàn tay viên đang lươn bà dừng ai pra ai này tịnh tôi tức bàn chân lươn bà là kêu ai xạ là bong bán ai từ cho lòng website bỏ tên nào mối để chơi cầm ru nâng bàn bà hay nộp về để dương chọn ai bút to môi đầm na cá nâng dương ai tờ xe dương đã link thay mới tạm bật tới mà cho bàn ai cho miệt cá nâng copy link được không nâng và cho tới viên nâng link thì cho ai xe nha mà để dương chọn đại lũ chưa dập hơi hiện đạo ở đây dập hơi nạ tí mùi nạ tí pi nạ tí bay nạ tí buôn trên tới bà xe thì dương này thế bà chứ là đấy cứ một nghe để dương thưa lướn cứ ca screenshot chia rụp hiệp hai bờ sân trên là kêu chọn ai lươn trên tiết dừng thọ chỉ video dừng share screen share ai thọ ca châu ca tranh app bỏ kế nó dừng châu tranh ai ban chơn group chúng hiền ai dừng bỏ châu tới dừng prap việt đại châu nè sắc xa đầm bay bằng cái app mùi nì bà hai viên đừng thôi ai dừng ban lọ bà ai dừng thêm thôi tích tôi tới chỉ cả sẵn bạn chẳngประเทศบอสนี่ขยมสมประจอบปันนังเตะตรงหนึ่งกาประกาศพร้อมกากุปีที่สหโยถือไปแบบลื่นให้ชัดประตูบานพอลบ่าคือปันนังให้เงี้ยยืนหนึ่งประตอในการ AI Studio ไม่เตียดบ่าให้บนหนึ่งประตอยมสมสู่ลูกครูสันแต่เมียนลูกครูบาทเวอร์กับไหลนิจยอดเตะไอแต่ตรงการสกรีนช็อตเนี่ยเลยกุมจุดเตออันนั้นก็มีนกับไลน์สกรีนช็อตนะไปให้จีลูกครูไปให้จีมือจำนวนโตยังไงไปให้จีอัดจับอารมณ์กับไลน์สกรีนช็อตนะมากันในเบอร์ยืเราอัดเคยเนี่ยนะอะไรจำปรับที่ศาสตราเชียงวิเทียอุทหรณ์แต่ยังจองสกรีนช็อตยังอัดแจกบ่าในขนม AI นี่ไปสู้ยังสู้บานแต่มาแต่จำปรับแต่ขยมปลาWindows หรือก็ปรา MacBook ใช่ป่ะอย่างนั้น MacBook จ้อง screenshot เปิดแบบหน้าบ่ายังสู้ได้วิชาเลยเตยแต่บ่าจังรัวเอาไว้เดี๋ยวยังชงอยังอาจสู้วิอาจทอดเอาเวียไปยุ่งด้วยกับบ้านได้บ่าnhưng mà ô tô ta bảo khiêm châu được ca cam thi thay mày khiêm ọt vô pi cam thi nâng tết khiêm thọ tức bỏ một châu được không nâng bà chỉ mới tiết nhưng nâng châu được can AI studio hay khiêm sầm đai ta khiêm ọt thọp châu cho khiêm thử ọt chế hay khiêm xua được không nâng ở việc bỏ sai thà tá một nghìn na pra ấy bà chẳng ní là tập hợp về pra bây giờ cái này làm bay thọt về châu comment ship lịch buồn này chẳng tới bàต้อง Windows ก็ได้แต่គ្នាដែរលោកគ្រូអ្នកគ្រូគ្រាន់តែប្រើពាក្យមកដូរ make ទៅជា Windows វិញទៅវានឹងប្រាប់យើងលំអិតដែរតាក់ទងអ្វីដែលយើងចង់ចេះងាយស្រួលណាស់សម័យឥឡូវបាទហើយសំខាន់យើងចេះសួរវាអត់ហើយតាក់ទងនឹងការសួរធម្មតាយើងមិនបាច់កំណត់យកអីទេបាទយើងដាក់ជាធម្មតាចឹងចុះបាទអញ្ចឹងកុំឲ្យខាតពេកខ្ញុំសូមចូលទៅកាន់ AI Studio យើងតែម្ដងលោកគ្រូអ្នកគ្រូនៅក្នុងជីមណៃនេះយើងមិនបាច់បិទទេយើងបើក tab ថ្មីព្រោះជីមណៃនេះខ្ញុំទុកប្រើប្រាស់ឲ្យលោកគ្រូអ្នកគ្រូអាចស្រាវជ្រាវដោយឆ្ងល់ទៅយើងសួរនៅជីមណៃនឹងតែម្ដងបាទអញ្ចឹងលោកគ្រូអ្នកគ្រូចូល tab ថ្មីទាំងអស់គ្នាមកហើយយើងវាយពាក្យថា Google ដក clear បាទ AIរបស់ខ្ញុំវាចេញឲ្យស្រាប់បាទលោកគ្រូអ្នកមើលតាមទូរស័ព្ទប្រហែលជាពិបាកមើលបន្តិចតែវាអត់ច្បាស់
Google AI Studio បាទលោកគ្រូវាយប៉ុណ្ណឹងហើយយើងចាប់ផ្ដើម enter បាទតាមពិតទៅវាហាក់ដូចជាកម្មវិធីមុននឹងដែរទេគ្រាន់តែកន្លែងនេះវាអាចសរសេរកូដវែងបានដូចលក្ខណៈ website យើងអត់អាចសរសេរនៅក្នុងដូចខ្ញុំបង្ហាញមិញទេសរសេរអត់ល្អទេហើយលោកគ្រូចូលបានផ្ទាំងបែបហ្នឹងហើយយើងយក get start យកខាងលើក៏បានខាងក្រោមក៏បានដែរយកពាក្យ get start ណាហើយខ្ញុំយក get start ឥឡូវខ្ញុំសូមចាំប្រហែលជាកន្លះនាទីហើយលោកគ្រូបើកឲ្យបានដល់ត្រឹមនឹងសិនចុះដល់ហើយគ្រូដល់បាទអរគុណគ្រូបានលឿនរហ័សអ៊ីនធឺណិតខ្ញុំខ្សោយនឹងវិលចូលមកដល់អត់ឃើញគេស្តាតបាទបើខ្ញុំបើដាក់បាទលោកគ្រូ លោកមុំបងខ្ញុំចូលមកចេញ Google AI Studio នោះ welcome នោះវាអត់តចេញពីបងគ្រូខ្ញុំទៅគ្រីក្នុងប្រអប់នេះដែរខ្ញុំអត់ដឹងថាលោកគ្រូចេញយ៉ាងម៉េចទេអ្នកគ្រីសមិនទេលោកគ្រូ screenshot នេះវាចូលមកវាចេញវាដាក់ welcome បងខ្ញុំអត់មាន get start ទេគ្រូខ្ញុំអត់ដែរចូលតែចូលមកវាមានពាក្យ start building ចឹងចុចមកវាបងគ្រូបាទប៉ុន្តែឥឡូវកាមេរ៉ាវាចេញចេះវាចេញទៅអូខ្ញុំពង share screen ខ្ញុំមើលអត់ឃើញទេលោកគ្រូដល់ឥឡូវថតចូល Telegram មានអត់បានចូលច្រើនដែរគាត់ភ្លេចមិនភ្លេចក៏បានមើលព័ត៌មានហើយនឹងអ្នកចូលអត់ចុះឥឡូវលោកគ្រូផ្ញើមកនៅមិញដែលលោកគ្រូពង screenshot តាមកុំព្យូទ័រយ៉ាងផ្ញើទៅបាទលោកគ្រូដែលផ្ញើមកទៅគ្រីសបាទយើងគ្រីសទាំងពីរហ្នឹងលោកគ្រូអត់ចូលអញ្ចឹងយើងគ្រីសទាំងពីរហ្នឹងណាពីទាំងពីរបាទលោកគ្រូអ្នកគ្រូដែលជាប់អាមានគ្រីសនេះយើងគ្រីសទាំងពីរដោយសារយើងអត់ដែរចូលសោះបាទអាហ្នឹងយើងហ្នឹងបងខ្ញុំចឹងដែរណាបាទខ្ញុំអត់គ្រីសទាំងពីរណាបាទនេះសួរបាទដោយសារយើងដៃថ្មីចឹងវាឲ្យគ្រីសទាំងពីរសិនហើយកន្លែងហ្នឹងគេឲ្យត្រូវអានណាតែយើងវាអត់ដែរអានផងហើយខ្ញុំក៏អត់ដែរអានដែរកន្លែងនេះយើងគ្រីសទាំងពីរទៅបាទហើយបើសិនជាករណីដែលយើងឆ្ងល់កន្លែងហ្នឹងខ្ញុំប្រាប់វិធីសាស្ត្រម៉ាយអូនអញគឺអស់ហ្នឹងគួរវាប្រាប់ពីខ្ញុំសូមអត់លោកគ្រូគិតពីសូមស្អែកមកនៅជាចុចទៅលើ setting សិនណាលោកគ្រូនេះយើងចូលកន្លែង playground ព្រោះវាមានមុខងារពីរ playground ហើយនិង build កម្រិតដំបូងគឺយើងត្រូវចេះ playground នេះសិនបាទហើយនៅក្នុង playground ហ្នឹងគេមានបង្កើតវីដេអូបន្តទាំងអស់ហ្នឹងសិតតែបងលុយទេហើយយើងកុំយើងអាចស្រាវជ្រាវឡើយយើងចូលក្នុង setting មកយើងមកតាយកមែនហ្នឹងកណ្ដាលបាទខ្ញុំអត់យកខ្ញុំជាហើយមាននឹកអោមិនមែនប្រអីណា
កាន់លោកគ្រូយកប្រអាណាយកដូចវាអេហើយទេអត់ទេបាទកុំហើយបាទ កន្លែង setting ចូលអត់បានគ្រូ នេះឥឡូវខ្ញុំចូលនៅពេលដែលយើងចូល playground កុំព្យូទ័រខ្លះមាន setting បើរបស់ខ្ញុំវាចេញចេះអា tray 33នេះលោកគ្រូនេះឃើញខ្ញុំនេះម៉ៅនេះឃើញលោកគ្រូមករាឃើញអត់ទេប៉ុណ្ណឹង បើខ្ញុំអត់ចាញ់ចឹងផងគ្រូអត់ចាញ់ផង តែចេញអេក្រង់ដូចខ្ញុំអត់ចុះទាំងអស់ហ្នឹងហើយដូចគ្នាអត់ ដូចប៉ុន្តែវាអត់ align setting នេះ លោកគ្រូ វា screen ចេញ shot មក វាតែពាក្យ run វាចេញ run setting ណាស្គាល់ហើយវាមាន Gemini 3 Plus អីណានេះ អូប្រហែលយើងអត់តន់យកកន្លែង playground